នេះបញ្ហាដែលខ្ញុំអត់ចង់ជួបគឺថាប្រភេទដែលខ្លាញ់រាវនេះហើយគឺវេទនាធ្វើណាសងទៅវាអត់ងាយមកអស់ទេវានៅស្អិតជាប់នៅទៅយោនៅហ្នឹងតែបើជួបហើយត្រូវទៅធ្វើហើយដោយសារតែទៅយោគាត់វែងដែរខ្ទង់20ម៉ែត្រជាងពីក្រោយផ្ទះទៅដល់មុខផ្ទះហើយគាត់មានរថត្រង់គាត់រត់តាមជាហ៊ីងផ្ទះមកវិញជំរាបសួរបងប្អូនអ្នកនរគ្នានឹងទៅធ្វើបញ្ហាផ្ទះបន្ទប់ទឹកហើយជាមួយនឹងឡាបូលេងចានហើយប្រើពីជាន់លើមកគឺថាវាច្រាលមកកន្លែងស៊ីកង់បន្ទប់ទឹកជាន់បន្តដីហើយឡាបូលេងចានហ្នឹងក៏នៅជាន់លើដែរអញ្ចឹងទៅមុនដំបូងយើងក៏អត់ដឹងថាវាស្ទះដោយសារតែខ្លាញ់ដែរហើយយើងឆែកមើលសពបែបយ៉ាងហើយយើងក៏ទៅសុងខាងក្រោយផ្ទះដោយសារតែខាងក្រោយផ្ទះគាត់ហ្នឹងមានកន្លែងគាត់ដាក់សម្រាប់ប្រហោម៉ាស៊ីនបោកអាវតែគាត់អត់បានដាក់ម៉ាស៊ីនបោកអាវទេអញ្ចឹងសប្រឡោះនឹងចំហចោលហើយយើងក៏ទៅសុងនៅនឹងទៅឃើញថាខ្លាញ់ដល់កឲ្យខ្លាញ់ច្រើនមែនទែនដោយសារតែប្រភេទខ្លាញ់រាវគឺយើងរៀងពិបាកធ្វើមែនទែនសងវាអត់ងាយអស់ទេវាអត់ងាយដោយតាមទឹកមកទេថាវានៅស្អិតជាប់នៅក្នុងដីយោហ្នឹងហើយព្យាយាមសុងសឹងតែកន្លះថ្ងៃទម្រាំតែអស់ហើយដោយសារមួយទៀតគឺទៅយកគាត់វែងមែនទែនពីក្រោយផ្ទះទៅដល់មុខផ្ទះហ្នឹងខ្ទង់20ម៉ែត្រជាងហើយជាស្ដែងគាត់អត់រត់ទៅយកការទេគាត់រត់ទៅជាហៀងផ្ទះវិញបានន័យថាគាត់រត់វៀងផ្ទះហើយក្រោយពីយើងជួសជុលចំណាយពេលយូរដែរតម្រាំទៅរួចហើយយើងជួសជុលរួចយើងក៏ធ្វើការតេស្តទឹកអីទៅឃើញថាវាដំណើរការឡើងវិញហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាស្ទះស៊ីហ្វុងស្ទះឡាបូស្ទះប្រព័ន្ធអីតាក់ទងមកខ្ញុំបានធានាគុណភាពតម្លៃសមរម្យអរគុណ